បាទសូមជម្រាបសួរបាទបងប្អូនដែលគោរពស្រឡាញ់វត្ថុស័ក្តិសិទ្ធិទាំងអស់គ្នាបាទថ្ងៃនេះបាទខ្ញុំបាទបង្ហើយរូបឲ្យបាទលោកអ៊ំបាទនៅខាងព្រៃលៀបបាទហើយរូបបាទຂະຫນាត់អាសនៈបាទប្រភេទដើមក្រងបាទបងប្អូនណាបាទដើមក្រងហ្នឹងហើយស្អាតបាទហើយចម្លាក់គឺឆ្លាក់ដោយដៃ 100% បាទស្អាតណាបងប្អូនបាទຂະຫນាត់កម្ពស់បាទ2 តឹកបាទຂະຫນាត់អាសនៈហើយព្រះអង្គឈ្នះមាសបាទគង់នៅលើបល្ល័ង្កពេជ្របាទចម្លាក់ឆ្លាក់ដោយដៃ 100% បាទស្អាតណាបាទយើងលេងលាបបាទវគ្គមីបាទស្លេចបាទពួកអីភ្ញៀវខ្លះគាត់ឆ្លាញ់ឡងចាំងស្អាតចឹងណាបាទចឹងដល់យើងលាបចឹងមិនស្អាតបាទលាបប្រេងអត់ស្អាតទេបាទលាបប្រេងវាចូលបាទប៉ុន្តែវាល្អដូចគ្នាទេបាទបងប្អូនណាបាទល្អដូចគ្នាបាទបងចាញ់មាសកូននៅលើបល្ល័ង្កពេជ្របាទហើយខាងក្រោមនេះគឺគាត់អត់ឲ្យចុះទេបាទហ្នឹងហើយបាទយើងទុកនៅធម្មជាតិចឹងបាទហើយនៅខាងនេះបាទប្រភេទស្ដេចអឋានបាទប្រភេទស្ដេចអឋាននេះហើយសម្រាប់ផ្លោកបញ្ញាក្អែកនេះគឺផ្លោកបាទបញ្ញាក្អែកដើមសារិកាបាទប្រភេទសារិកាណាបាទមហាខាងស្នែបាទខាងអ្នករស់ស៊ីលក់ដូរបាទគឺត្រូវយើងសាងតួអង្គនឹងទៀតគឺត្រូវបាទស្ដេចអឋាននេះឈ្មោលបាទហើយអង្គនេះបាទខ្ញុំអត់ស្គាល់ទេដោយសារគាត់អត់ប្រាប់បាទហើយបាទអង្គស្ដេចអឋាននេះបាទស្អាតបាទថ្ងៃសម្រាប់បងប្អូនដែលគាត់រស់ស៊ីបាទលក់ដូរបាទឬក៏ការងារអីផ្សេងបាទឲ្យគេណិតស្រឡាញ់បាទចូលចិត្តណិតស្រឡាញ់បាទច្រើនបាទប្រភេទអង្គស្ដេចអឋាននេះបាទភ្ញៀវគាត់កំងធ្វើច្រើនបាទបងប្អូនណាបាទភ្ញៀវគាត់កំងធ្វើច្រើនបាទមករយៈហ្នឹងគឺស្ដេចអឋានគឺសម្បូរបាទច្រើនមែនទែនបាទហើយគាត់យកទៅគឺបានជោគជ័យបាទបើបងប្អូនយកទៅមិនជោគជ័យបាទគាត់មិនមែនកំងបន្តថែមរហូតចឹងណាបាទបងប្អូនបាទចឹងគឺគាត់យកទៅជោគជ័យចឹងគឺមកបន្តគ្នាបាទប្រាប់បងប្អូនមិត្តភ័ក្តិបាទមិត្តជិតខាងរបស់គាត់ចឹងទៅបាទហើយនេះគឺប្រភេទឫស្សីបាទឫស្សីជុំបាទឬក៏ឫស្សីអីទេដោយសារភ្ញៀវគាត់យកមកឆ្លាក់អញ្ចឹងគឺសិតពិសេសរបស់គាត់ហើយបានគាត់យកមកឆ្លាក់បាទសាងជាលោកតាឫស្សីបាទឈ្នះមាសបាទឬក៏ឫស្សីស្ដេចឆ្នាំបាទសាងចេញពីប្រភេទជុំឫស្សីបាទបើនិយាយចំទៅប្រហែលជាគាត់ចំណុចកន្លែងនេះគឺពិសេសបាទហើយនឹងចំណុចកន្លែងនេះបាទគឺពិសេសបានគាត់យកមកឆ្លាក់បាទបើមិនពិសេសគាត់មិនយកមកឆ្លាក់ទេបាទហើយចម្លាក់នេះគឺមួយឈុតនេះគឺផុនគាត់បាទនឹងព្រះអង្គផ្សេងមាននេះមួយហើយនឹងឫស្សីនេះមួយហើយនឹងស្ដេចអឋាន2បាទហើយនឹងកាំងខ្សែដៃបានមួយឈុតទៀតបាទខ្សែដៃនេះគឺប្រភេទបញ្ញានេះ17មុខបាទហើយបញ្ញាខ្លះក៏គាត់ប្រាប់បញ្ញាខ្លះក៏គាត់ភ្លេចបាទប៉ុន្តែសិតតែបញ្ញាប្រភេទដើមផ្កាបាទប្រភេទដើមផ្កាទាំងអស់ណាបងប្អូនប្រភេទផ្កាកដាស់ផ្កាអីហ្នឹងបាទផ្កាតបែកព្រៃផ្កាសារិកាបាទផ្កាកង្កោកផ្កាអីហ្នឹងសិតពិសេសបាទសិតប្រភេទបញ្ញាដើមផ្កាបាទស្អាតហើយຂະຫນាត់12លីបាទគាត់កំងຂະຫນាត់12លីបាទហើយសម្រាប់បងប្អូនដែលគាត់ចង់ឆ្លាក់ឬក៏ចង់កំងបាទកម្មខ្សែដៃបាទខ្សែកបាទប្រភេទក្លឹមនិងបញ្ញាក្អែកបាទអាចទៅខ្ញុំបានបាទបងប្អូនមានឈើខ្លួនឯងក៏បានបាទហើយឬក៏កំងឈើហ្នឹងក៏បានដែរបាទទាំងបញ្ញាក្អែកទាំងក្លឹម7ទាំងឈើខ្មៅឈើអីហ្នឹងក៏ញងអីហ្នឹងគឺមានទាំងអស់បាទហើយសម្រាប់ទីតាំងគឺនៅខាងស្រុកអស្នោខេត្តកណ្ដាលបាទផ្លូវជាតិលេខ4បាទផ្លូវជាតិលេខ4បងប្អូនណាបាទចេញពីមូលចំចៅប្រហែលជា10គីឡូបាទដល់គីឡូលេខ24បាទដល់ទីតាំងខ្ញុំបាទហើយបាទហើយខាងនេះប្រភេទគោបាទបងប្អូនណាប្រភេទគោភ្ញៀវគាត់កំងគោម្នឹមបាទហើយនឹងឈុតនឹងគាល់បាទជួស្រែហើយនេះគឺបាទអ្នកកន្លែងកាន់នឹងគាល់បាទអញ្ចឹងយើងអត់ទាន់ធ្វើនឹងគាល់ហើយទេបាទហ្នឹងហើយនេះធ្វើផ្សេងគ្នាបាទធ្វើផ្សេងគ្នាបាទស្អាតណាបាទអញ្ចឹងចម្លាក់អស់នេះគឺបាទភ្ញៀវគាត់មកយកផ្ទាល់បាទអត់ផ្ញើទៅទេព្រោះគាត់នៅដល់ពេកលៀបបាទគាត់មកយកផ្ទាល់បាទភ្ញៀវខ្លះក៏គាត់ឲ្យផ្ញើទៅបាទគាត់រវល់ការងារអីផ្សេងទៅបាទហើយឈើអស់នេះគឺសិតតែយើងត្រៀមឆ្លាក់រូបថែមទៀតបាទហើយនេះប្រភេទដើមក្រងបាទប្រភេទដើមក្រង
នៅសល់តួអង្គច្រើនទៀតបាទ ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទហើយក៏សូមបាទអរគុណបាទច្រើនបាទសម្រាប់បងប្អូនដែលបានចូលទស្សនាបាទអរគុណច្រើនមែនទែនបាទជំរាបលាបងប្អូនអរគ្នាបាទ